រៀមប្រើអាវុធពន្ធកយប្រឆាំងប្រទេសទាំងឡាយណាដែលហ៊ានលក់ប្រេងឲ្យគុយបារដ្ឋបាលលោកដូណាល់ត្រាំចារដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំបានបង្កើនសម្ពាធអន្តរជាតិកាន់តែខ្លាំងដោយប្រកាសប្រើប្រាស់វិធានការពន្ធកយជាអាវុធសេដ្ឋកិច្ចប្រឆាំងនឹងបណ្ដាប្រទេសណាដែលនៅតែបន្តផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យទៅប្រទេសគុយបាចំណាត់ការនេះត្រូវបានគេមើលឃើញថាជាការព្យាយាមផ្ដាច់ដង្ហើមសេដ្ឋកិច្ចចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងឡាហាវ៉ាបន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺវេណេស៊ុយអេឡាបានធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរយោងតាមប្រភពសារព័ត៌មាន AP Associated Press ដែលត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មានថៃរ៉ាត់កាលពីថ្ងៃសុក្រទី30ខែមករាឆ្នាំ2026នេះថាលោកដូណាល់ត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការថ្មីមួយកាលពីថ្ងៃពហុម្សិលមិញបទបញ្ជានេះបើកផ្លូវឲ្យសហរដ្ឋអាមេរិកពិចារណាដំឡើងពន្ធគយទណ្ឌកម្មលើទំនិញនាំចូលពីប្រទេសណាដែលលក់ឬផ្គត់ផ្គង់ប្រេងឲ្យគុយបាមិនថាដោយផ្ទាល់ឬដោយប្រយោលនោះទេនៅក្នុងខ្លឹមសារនៃបទបញ្ជានោះលោកប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាគោលនយោបាយនិងសកម្មភាពរបស់រដ្ឋាភិបាលគុយបាគោលនយោបាយនិងសកម្មភាពរបស់រដ្ឋាភិបាលគុយបាគឺជាការគម្រាមកំហែងមិនធម្មតានិងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោកក៏បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងឡាហាវ៉ាថាជាកន្លែងផ្ដល់ជំរកដល់សត្រូវដ៏គ្រោះថ្នាក់របស់អាមេរិកថែមទៀតផងវិបត្តិធម្មពលនៅគុយបាបានឈានដល់ចំណុចអាសន្នបន្ទាប់ពីប្រទេសវេណេស៊ុយអេឡាដែលធ្លាប់ផ្គត់ផ្គង់ប្រេងប្រមាណជាង 35,000 បារ៉ែលក្នុងមួយថ្ងៃបានកាត់ផ្តាច់ការផ្ដល់ជំនួយការកាត់ផ្តាច់នេះកើតឡើងបន្ទាប់ពីលោកនីកូឡាស់ម៉ាដូរ៉ូត្រូវបានកងកម្លាំងសហរដ្ឋអាមេរិកឃាត់ខ្លួនកាលពីថ្ងៃទី3មករាឆ្នាំ2026កន្លងទៅកាលពីថ្ងៃអង្គារកន្លងទៅលោកត្រាំបានលើកឡើងដោយជឿជាក់ថាគុយបានឹងដួលរលំក្នុងពេលឆាប់ខាងមុខប្រសិនបើមិនព្រមធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកទេនោះលោកបានមានប្រសាសន៍ថាគុយបាត្រូវតែយល់ព្រមធ្វើកិច្ចព្រមព្រៀងមុនពេលវាយឺតពេលទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនោះឡើយជាការឆ្លើយតបទៅនឹងការគម្រាមកំហែងនេះលោក Miguel Díaz-Canel ប្រធានាធិបតីគុយបាបានថ្លែងបដិសេធយ៉ាងដាច់អហង្ការថាសហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចអ្វីមកបង្ខំឲ្យគុយបាធ្វើតាមការចង់បានរបស់ខ្លួននោះទេស្របពេលជាមួយគ្នានោះលោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបាក៏បានសង្កត់ធ្ងន់ផងដែរថាគុយបាមានសិទ្ធិពេញលេញក្នុងការនាំចូលប្រេងឥន្ធនៈពីអ្នកនាំចេញណាដែលស្ម័គ្រចិត្តលក់ឲ្យយើងដោយមិនគួររងការជ្រៀតជ្រែកឬការបង្ខិតបង្ខំវិធានការឯកតោភាគីរបស់សហរដ្ឋអាមេរិកនោះឡើយខ្ញុំតារាពី RT News TV បាយបាយ